បងប្អូនស្រីពីរអ្នកលួចស្រឡាញ់ប្រុសតែមួយខាងប្រុសចង់ដឹងថាអ្នកណាចិត្តស្មោះពិតប្រាកដក៏ខ្លាញ់ខ្លួនធ្វើជាអ្នកលក់ត្រីកញ្ចាស់ម្នាក់ស្មានមិនដល់ស្រីងាកមកស្រឡាញ់អ្នកមានជីឡានស៊េរីទំនើបភ្លាមអ្នកមានចរិតមានតែបងស្រីម្នាក់គត់ដែលមិនរើសអើងសុខចិត្តរួមទុកជាមួយកំឡោះម្នាក់នឹងដល់ថ្ងៃហេងថ្ងៃល្អសេរីសុស្ដីឪពុកម្ដាយឲ្យកូនស្រីទាំងពីររៀបការថ្ងៃតែមួយស្រាប់តែអូនស្រីឃើញឡានមកទទួលបងស្រីគ្រាន់តែជាឡានវ៉ៃឡានតូចមួយសោះនាងចាប់ដើមឌឺដងដាក់ភ្លាមថ្ងៃការធំដុំសោះបែរជីឡានកាក់មកទទួលទៅវិញអើយក្លិនស្អីហ្នឹងអូក្លិនឆ្អាបត្រីតើឯងទៅនៅជាមួយអាម្នាក់លក់ត្រីនៅស្រែនឹងទៅហាប៉ុន្តែរឿងដែលគ្រប់គ្នាមិនដឹងគ្រូសាឡានវ៉ៃនឹងមានជាងគ្រូសាជីឡានស៊េរីទំនើបដាច់ឆ្ងាយណាស់បងស្រីទៅតែមកដល់មុខផ្ទះអ្នកមានភ្លាមមានមេមន់មួយហើរចេញមកធ្វើឲ្យនាងភ័យថយក្រោយស្ទើបផ្ងាជើងថែមទាំងច្រឡំជន់អាចមន់ទៀតម៉ែក្មេករត់មកទទួលយ៉ាងរាក់ទាក់ហើយកាន់ដៃនាងបណ្ដាចូលក្នុងផ្ទះយ៉ាងកក់ក្ដៅនាងឃើញនៅលើតុប្រាសុទ្ធតែចង្កឹះប្រាក់ក៏លួចគិតក្នុងចិត្តនៅស្រែលើគេហៅសូដល់ថ្នាក់ហ្នឹងមើលឲ្យច្បាស់ទៅលើតុសុទ្ធតែសុខត្រជាកម្មមានទាំងក្តាមយក្សនិងប៉ៅហឺទៀតតែម៉ែក្មេកបែរជានិយាយទាំងញឹមរបស់អស់នឹងគ្រាន់តែជាម្ហូបសាមញ្ញធម្មតាកំពុងតែឆ្ងល់ខ្លាំងប្តីក៏ជិះកង់បីត្រឡប់មកវិញអ្នកទាំងពីរមើលមុខគ្នាភ្លាមក៏ចំណាំមុខប្តីថ្មីថ្មងបានផ្លែតគឺកាលពីប៉ុន្មានថ្ងៃមុនលក់ត្រីដែលនាងធ្លាប់ជួយនឹងតើប្តីឃើញនាងក៏ភាំងរកនិយាយមិនចេញម៉ែដាស់តឿនទៅដឹងខ្លួនទើបនឹកឃើញថាត្រូវជូនកាដូឲ្យប្រពន្ធថ្មីគេប្រាប់ថាអត់ដែលស្រឡាញ់អ្នកណាទេមិនដឹងស្រីចូលចិត្តអីក៏ទិញមកទាំងអស់មកទៅនាងឃើញក្រណាត់ក្រហមខ្ចប់កាដូមានជាប់ស្រកាត្រីក៏រៀងអៀនបន្តិចតែគិតថាការជាមួយគ្នាហើយទោះកាដូជាពូវៀនត្រីក៏ត្រូវញឹមទទួលដែរតែពេលបើក្រណាត់ក្រហមចេញមកស្រាប់តែឃើញសុទ្ធតែកងដៃមាសនាងភ្ញាក់ផ្អើលបើកភ្នែកធំមាសសុទ្ធហ្មងហារៀងអន់បន្តិចមែនទេអូនចាំបងទៅទិញអីផ្សេងថែមទៀតម៉ែក្មេកឃើញទឹកមុខនាងស្មានថានាងមិនចូលចិត្តកងដៃមាសទាំងហ្នឹងក៏ស្ដីឲ្យកូនប្រុសភ្លាមថាឡប់មិនដឹងថាស្រីគេចូលចិត្តអីខ្លះហើយក៏ជាកូនប្រុសបន្តទៀតប្រាប់ប៉ុន្មានដងហើយថាកុំកំណាញ់ពេកកុំចេះតែសន្សំសំចៃពេករបស់កាក់នឹងមកធ្វើអីស្អីគេម៉ែថាអានឹងរបស់កាក់ហេបន្ទាប់មកក៏ដកប្រអប់កាដូមួយទៀតចេញពីហោប៉ៅនាងបើកមើលសឹងតែធ្លាក់ថ្លើមក្នុងនឹងសុទ្ធតែពេជ្រគ្រាប់ធំពេញមួយប្រអប់ហើយមិនមែនពេជ្រតូចតាចអំនោះទេម៉ែក្មេកស្មានថានាងអត់ចូលចិត្តពេជ្រទៀតប្រញាប់ប្រាប់ថាគ្រូសានៅស្រែជីវភាពមិនសូវល្អអត់សូវចេះរ៉ូមែនទិកអីទេសូមឲ្យនាងយកយល់ផងគ្រូសាបងលក់ត្រីមែនហ្នឹងបាត់ពិតមែនតាត្រកូលបងរកស៊ីចិញ្ចឹមត្រីចំនួនមកហើយអាឈួនហ្នឹងពេលវាទំនេរវាជួយគេដឹកត្រីលក់នឹងឯងហាបន្ទាប់មកអាប្តីក៏បួចង់នាំនាងទៅមើលកសិដ្ឋាននៅផ្ទះមិនយូរប៉ុន្មានអ្នកទាំងពីរក៏មកដល់មាត់ទំនប់ទឹកធំល្វឹងល្វើយអាត្រង់នោះគឺជាកន្លែងចិញ្ចឹមមាន់ឯណោះកន្លែងចិញ្ចឹមជ្រូកឆ្លងភ្នំនេះទៅទៀតទៅគឺកន្លែងចិញ្ចឹមគោនិងជៀមចំណែកត្រង់នេះគឺជាកសិដ្ឋានចិញ្ចឹមត្រីអូនៅមានទៀតចាំបន្តិចចង់និយាយថាភ្នំខាងនេះហើយនឹងម្ខាងទៀតសុទ្ធតែជារបស់ត្រកូលហ្គាទាំងអស់ហ្មងហកនិយាយឲ្យចំទៅផ្ទៃដីចិញ្ចឹមសត្វ 80% គឺគ្រូសាហ្គាយើងមកផ្ដាច់អស់ហើយបន្ទាប់មកប្តីនិយាយថាកាលពីមុននាងធ្លាប់ជួយគេក្នុងចិត្តអរគុណនាងខ្លាំងណាស់ស្មានមិនដល់សូមលិខិតបញ្ជូននាងមកក្បែរខ្លួនបែបនេះថែមទាំងដកកាតធនាគារមួយសន្លឹកញាត់ចូលក្នុងដៃនាងថាមានតែប៉ុន្មានរយលានទេទុកឲ្យនាងចាយលេងសិនទៅចាំថ្ងៃក្រោយរកបានទៀតនឹងឲ្យនាងទុកទាំងអស់ប៉ុន្មានរយលានឲ្យនាងចាយប៉ុណ្ណឹងរៀងតិចបន្តិចហើយតែនាងជាប្រពន្ធខ្ញុំចាំខ្ញុំប្រមូលលុយកាក់មកជុំគ្នានឹងឲ្យនាងជាអ្នកកាន់កាប់ទាំងអស់នាងក៏សួរប្តីទាំងងឿងឆ្ងល់ថារបរចិញ្ចឹមសត្វនៅផ្ទះមួយឆ្នាំចំណូលបានប៉ុន្មានដែរអាប្តីអេក្បាលនិយាយថាដើការនេះមិនសូវហេងមួយឆ្នាំបានតែរាប់សិបពាន់លានអីហ្នឹងទើបនាងដឹងខ្លួនថាប្តីដែលខ្លួនការជាមួយមិនមែនជាអ្នកលក់ត្រីកំពេចកំពុកមកដល់ផ្ទះវិញក៏ឃើញម៉ែក្មេកយកត្រីមកហាលើឡាន Rolls Royce ឃើញហើយធ្វើឲ្យនាងស្ទើរតែកង់បេះដូងយប់ឡើងប្តីងូតទឹកហើយក៏ដើរចូលបន្ទប់នាងអៀនពេកក៏ប្រញាប់ខ្ទប់ភ្នែកជាប់ស្មានមិនដល់ថាប្តីបែរជាដើរមកចិត្តខ្លួនបែបនេះស្រីស្អាតកំពុងតែគិតថាមានរឿងរ៉ូមែនទិកកើតឡើងតែអាប្តីភ្លើនឹងបែរជានិយាយថាមិនក៏មុខក្រហមមិនស្រួលខ្លួនមែននាងខឹងពេកក៏ទះមួយកំភ្លាវាយអាប្តីអត់ដឹងខ្យល់នឹងខ្ទាតដល់ដីអ្នកទាំងពីរក៏ដេកបែបហ្នឹងម្នាក់នៅលើគ្រែម្នាក់ទៀតដេកនៅដីតូចភ្លឺចំណែកខាងប្អូនថ្លៃដែលបានចូលគ្រួសារអ្នកមានតាមបំណងរស់នៅមិនសូវស្រួលប៉ុន្មានទេគ្រាន់តែច្របាច់ឲ្យម៉ែក្មេកខុសបច្ចេកទេសបន្តិចក៏ត្រូវគាត់ទះមួយកំភ្លៀងផាច់ម៉ែក្មេកគំរាមទៀតថាបើហ៊ានតែរឹងតឹងរឿងបោះឆ្នោតនៅសភាពាណិជ្ជកម្មល្ងាចនេះគុំសង្ឃឹមថាបានជាប់ឲ្យសោះអូនថ្លៃបានត្រឹមតែអត់ទ្រាំបំរើម៉ែក្មេកទាំងបង្ខំចិត្តឯខាងនាងវិញទើបតែដឹកអីវ៉ាន់រួចក៏ត្រូវប្តីឲ្យទៅកន្លែងពិធីជប់លៀងលំដាប់សេដ្ឋីស្លៀកខោឲ្យអ្នកដឹកអីវ៉ាន់ចឹងធ្វើឲ្យនាងមានអារម្មណ៍ខ្លាំងណាស់ស្មានមិនដល់ថ្លៃនឹងប្តីនាងក៏មកទីនេះដែរឃើញនាងភ្លាមក៏ឲ្យបញ្ឈប់ផ្លេតថែមទាំងឌឺដងប្រាប់ប្តីខ្លួនឯងថានាងគឺជាអតីតអ្នកបម្រើផ្ទះអ្នកមានតារួចក៏ស្ទុះទៅឆក់យកកែវស្រាក្នុងដៃចេះដាក់មុខនាងព្រឹបនាងខឹងខ្លាំងណាស់ហើយប្រាប់ថាខ្លួនគ្រាន់តែមកចាំមនុស្សម្នាក់ប៉ុណ្ណោះប្អូនថ្លៃក៏សើចចំអកថានៅទីនេះសុទ្ធតែអ្នកមានអភិជនស្រីដឹកអីវ៉ាន់ដូចនាងចង់មកចាំអ្នកណាថែមទាំងបង្អាប់ថាប្រហែលជាមកចាំប្តីលក់ត្រីហើយមើលទៅនាងទ្រាំមិនបានក៏សួរវិញថាអ្នកលក់ត្រីវាយ៉ាងម៉េចបន្ទាប់មកប្អូនថ្លៃក៏ចាប់ដើមមួយបង្កាច់នាងថាជាចៅលួចរបស់ខ្លួនក៏ងាកទៅធ្វើច្រឹកក្បួយក្បាច់ដាក់ប្តីខ្លួននិយាយថាបើធ្វើឲ្យប្រធានសមាគមផ្ទះចិត្តថ្ងៃហ្នឹងពួកអញធានាមិនរួចទេពួកភ្នែកលេលើឲ្យប្តីចឹងហើយក៏បញ្ជាឲ្យកូនចៅឆែកខ្លួនស្រីម្នាក់នឹងភ្លាមនារីម្នាក់នោះថាពួកអញមានសិទ្ធិអីមកធ្វើចឹងដាក់នាងប្អូនថ្លៃនិយាយថាមកពីមានលុយនឹងណាចង់ធ្វើអីក៏បានដែរទោះនាងខំប្រកែកមិនក៏អត់ប្រយោជន៍ដែរមួយសន្ទុះក្រោយមកប្អូនថ្លៃក៏ក្រឡេកឃើញកងមាសធំនៅនឹងដៃនាងកងដៃហ្នឹងចោតភ្លាមថាច្បាស់ជាលួចគេមកហើយនាងក៏ប្រញាប់ប្រាប់ថានេះជាកាដូដំបូងដែលប្តីនាងទិញឲ្យតាអូនថ្លៃឆក់យកកងមាសមកស្ទាបមើលទម្ងន់ដល់ទៅ100ក្រាមឯណោះបើតាមតម្លៃទីផ្សារលើយ៉ាងហោចក៏100000ដែរហើយក៏ឌឺដៀប្តីនាងថាត្រឹមអាអ្នកលក់ត្រីសោះមានលុយឯណាទិញកងនេះថ្លៃចឹងតែពេលនាងកំពុងខំរើបម្រះខ្សែពេជ្រដែលនាងពាក់ក៏ស្រុតចេញមកទៀតប្អូនថ្លៃរើសយកមកមើលភ័យដល់ថ្នាក់បើកភ្នែកធំព្រោះនេះជាខ្សែស្លាប់ទេវតាដែលមានតែមួយខ្សែគត់លើលោកតម្លៃដល់ទៅជាង50លានឯណោះ
ប្អូនថ្លៃនិយាយថាខ្លួនជាអ្នកមានលំដាប់ខ្ពស់ជាកូនប្រសារផងនៅមិនហ៊ានទិញពាក់ផងចុះមីស្រីម្នាក់នឹងមានសិទ្ធិអីមកមានវាពួកអ្នកនៅនឹងងីចឹងហើយក៏សន្និដ្ឋានថាជាខ្សែកលួចគេដែរបន្ទាប់មកថ្លៃក៏ឲ្យគេអូសក្បាលនាងចេញទៅខ្ញុំអត់បានលួចទេលេងខ្ញុំលេងទៅខ្ញុំអត់បានលួចមែនសុំមុខហើយពួកឯងចង់ធ្វើអីហ្នឹងដឹងបាត់ហើយថាជាអាអ្នកលក់ត្រីឯងហ្នឹងប្រពន្ធថៃលួចរបស់គេផុសតាំងនៅពេញដៃแล้วយើងត្រូវចាត់ការនាងឲ្យធ្ងន់ម្ដងយើងប្រាប់ឲ្យហើយកុំចង់មកចេះដឹងរឿងគេបើមិនចឹងទេខ្ញុំអត់បានលួចមែនតាពួកអញស៊ីលុយគេហើយមកបង្ខូចគេឈ្មោះគេចឹងហ៊ានដល់ថ្នាក់ចោទគេថាជាចោទទៀតយើងមើលទៅពួកអញនឹងហើយជាចោទស្រែកឲ្យគេចាប់ចោលផុសតាំងនៅពេញដៃចង់មកប្រកែកអីទៀតអ្នកណាប្រកែកដឹងខ្លួនឯងច្បាស់ហើយបងសំឡាញ់វាកំពុងធ្វើបាបអូននៅមុខបងនឹងចរិតចំសៀតសម្ដែងនៅនឹងមែនហើយចរិតពួកអ្នកស្រែចឹងមកគិតថាធ្វើចឹងអាចជួយប្រពន្ធឯងបានស្មានថាធ្វើចរិតលប់នៅនឹងអាចបិទបាំងរឿងលួចគេបានមែនលីងចឹងណានយើងប្រាប់អញឲ្យហើយលែងប្តីយើងភ្លាមបើមិនចឹងទេយើងនឹងធ្វើឲ្យត្រកូលលីងនៅសាំងជីងមិនអាចងើបមុខរួចអស់មួយជីវិតហាចង់សៃឆ្មងយើងជាអ្នកប្រុសធំត្រកូលលីងនៅសាំងជីងណាហើយក៏ជាតំណាងម្នាក់ក្នុងសមាគមថ្ងៃនេះដែរស្មានថាយើងខ្លាចវាហាបាននរណាឲ្យកម្លាំងចិត្តអញហ៊ាននិយាយចឹងតែលីអានចរិតអញថោកប៉ុណ្ណាយើងដឹងច្បាស់ណាស់ការនៅផ្ទះអ្នកមានក៏ដៃមិនស្អាតដែរមិននឹកស្មានថាហ៊ានមកធ្វើចរិតថោកទាបនៅទីនេះទៀតលែងនាងទៅអូជឿចាប់ជំនួសហេមនុស្សដៃមិនស្អាតចោលដូចវានឹងបើមិនរងការប្រមានខ្លះទេមិនដឹងខ្លួនថាខុសទៅចង់ធ្វើអីមកធ្វើដាក់យើងមកធ្វើបាបស្រីម្នាក់វាមិនសមជាប្រុសទេ